សួស្តីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីវិភាគអក្សរសិល្ប៍កាលពីភាគមុនយើងបានជជែកគ្នាច្រើនអំពីតួអង្គយុវវ័យដែលរងទុក្ខក្នុងស្នេហាប៉ុន្តែថ្ងៃនេះយើងនឹងមកវិភាគតួអង្គម្នាក់ដែលរងសម្ពាធខ្លាំងបំផុតក្នុងនាមជាមេគ្រួសារគឺចឹក ប៊ុន ថនតើលោកអ្នកយល់យ៉ាងណាដែរនៅពេលដែលបុរសម្នាក់ដែលធ្លាប់តែមានមុខមាត់មានទ្រព្យសម្បត្តិបែរជាត្រូវធ្លាក់ខ្លួនក្រក្នុងមួយពព្រិចភ្នែកតែចឹក ប៊ុន ថនគ្រប់គ្រងស្ថានភាពនេះយ៉ាងដូចម្ដេចតោះចូលរួមវិភាគជាមួយខ្ញុំឲ្យបានលម្អិតចំណុចទី1រូបភាពនៃមេគ្រួសារដ៏ល្អនិងការធ្លាក់ខ្លួនក្នុងអន្លង់ទុក្ខចឹក ប៊ុន ថនត្រូវបានអ្នកនិពន្ធពណ៌នាថាជាបុរសដែលមានវ័យ50ប្លាយឆ្នាំមានរូបរាងរឹងប៉ឹងនិងមានទឹកមុខសន្តោសប្រណីអតីតកាលដ៏រុងរឿងរបស់គាត់ធ្លាប់ជាអ្នករកស៊ីដែលមានមុខមាត់មានបាវព្រាវនិងញាតិមិត្តចុះឡើងកុះកគាត់គឺជាខ្លើមរៈចិត្តមួយថ្លើមមួយជាមួយឪពុកធីវីផងដែរហើយធ្លាប់រកស៊ីមានបានជាមួយគ្នាទៀតផងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរជីវិតរបស់គាត់បានប្រែក្រឡប់ចាក់នៅពេលដែលទូកដឹកស្រូវដែលគាត់បានខ្ចីប្រាក់ពីធនាគារចំនួន 10,000 រៀលទៅទិញត្រូវខ្យល់ព្យុះបោកបក់លិចកណ្ដាលទន្លេសាបគាត់ត្រូវលក់គ្រឿងមាសប្រាក់និងស្រែភ្លឺស្ទើរអស់រលីងដើម្បីសងបំណុលគេសម្ពាធផ្លូវចិត្តទោះបីជាគាត់មិនទាន់ដល់ថ្នាក់សុំទានគេប៉ុន្តែការធ្លាក់ខ្លួនពីអ្នកមានមកជាអ្នកក្រធ្វើឲ្យគាត់មានចិត្តរំខានមងសៅនិងទុនដៃទុនជើងរកធ្វើការងារអ្វីមិនកើត2ចឹក ប៊ុន ថនពីឪពុកដែលផ្ដល់តម្លៃលើចំណេះវិជ្ជាលើសពីមាសប្រាក់ចំណុចដែលគួរឲ្យគោរពបំផុតរបស់ចឹក ប៊ុន ថនគឺទស្សនវិជ្ជានៃការអប់រំកូនការជំរុញឲ្យកូនរៀននៅពេលដែល ប៊ុន ធឿនចង់ឈប់រៀនដើម្បីមកជួយធ្វើការងារស្រែចម្ការចឹក ប៊ុន ថនបានបដិសេធភ្លាមគាត់សុកចិត្តត្រដេត្រដរកសហុយឲ្យកូនរៀនលុះត្រាតែបានឌីប្លូមការលះបង់ដើម្បីអនាគតកូនគាត់បានប្រាប់កូនថាឪពុកមិនទាន់ដល់ថ្នាក់សុំទានគេនៅឡើយទេដើម្បីឲ្យ ប៊ុន ធឿនអស់កង្វល់និងមានទឹកចិត្តត្រឡប់ទៅរៀនវិញគាត់យល់ឃើញថាទ្រព្យសម្បត្តិអាចរលាយបាត់បានតែចំណេះដឹងគឺជាសម្បត្តិដែលជួយទំនុកបំរុងកូនក្នុងរយៈពេលវែងទី3ការវិភាគបែបដោះស្រាយបញ្ហាប្រសិនបើចឹក ប៊ុន ថនរឹងមាំផ្នែកស្មារតីជាងនេះប្រសិនបើយើងប្រើវិធីសាស្ត្រដោះស្រាយបញ្ហាយើងអាចមើលឃើញចំណុចខ្លះដែលចឹក ប៊ុន ថនគួរតែអាចធ្វើបានប្រសើរជាងមុនទី1ការគ្រប់គ្រងអារម្មណ៍គ្រាមានវិបត្តិកាលដែលគាត់អង្គុយសញ្ជឹងគិតម្នាក់ឯងដេកគឹងថ្ងាស់និងមិនព្រមពិសារអាហារធ្វើឲ្យបរិយាកាសក្នុងគ្រួសារកាន់តែតានតឹងប្រសិនបើគាត់បង្ហាញភាពរឹងមាំជាជាងភាពអស់សង្ឃឹមម្លេះ ប៊ុន ធឿននិងសោភ័ណ្ឌជាកូនក៏មិនសូវមានសម្ពាធផ្លូវចិត្តខ្លាំងដែរ2ការទំនាក់ទំនងជាមួយដន្លងចឹក ប៊ុន ថនគួរតែមានភាពក្លាហានក្នុងការទៅពិភាក្សាជាមួយយាយនួនដោយត្រង់ពីស្ថានភាពគ្រួសារជាជាងការនៅស្ងៀមរងចាំវាសនាការនៅស្ងៀមបានផ្ដល់ឱកាសឲ្យយាយច័ន្ទចូលមកចាក់រុកបានយ៉ាងងាយជាមួយនឹងគ្រួសាររបស់ដន្លងគាត់គឺយាយនួនប្រិយមិត្តអ្នកស្ដាប់ជាទីគោរពតើតួអង្គចឹក ប៊ុន ថនជាតំណាងឲ្យឪពុកដែលស្រឡាញ់កូននិងមានទស្សនវិជ្ជាវែងឆ្ងាយប៉ុន្តែគាត់ក៏ជានិមិត្តរូបនៃបុរសបង្គោលដែលត្រូវបាក់ស្រុតដោយសារសម្ពាធសេដ្ឋកិច្ចសាច់រឿងនេះបង្រៀនឲ្យយើងឃើញថាក្នុងនាមជាមេគ្រួសារក្រៅពីការរកប្រាក់ការរក្សាស្មារតីឲ្យរឹងមាំក្នុងគ្រាមានអាសន្នគឺជាអាវុធដ៏សំខាន់បំផុតសម្រាប់យឹតយោងសមាជិកគ្រួសារដទៃទៀតតើបងប្អូនយល់យ៉ាងណាដែរចំពោះទង្វើរបស់ចឹក ប៊ុន ថនតើបងប្អូនយល់ស្របនឹងការដែលគាត់បង្ខំឲ្យកូនទៅរៀនទាំងដែលគ្រួសារកំពុងដណ្ដើមដែរឬទេសូម comment ពិភាក្សានៅខាងក្រោមវីដេអូរបស់ខ្ញុំហើយកុំភ្លេចចុច Subscribe Channel វិភាគអក្សរសិល្ប៍ដោយញុចលើផេងដើម្បីបងប្អូនអាចស្ដាប់ការវិភាគដទៃទៀតបានផងដែរតទៅនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា